បាទគ្រប់ជំរាបសួរបងប្អូនប្រិមត្តទាំងអស់គ្នាឃើញថានៅពេលនេះមានការចាប់អារម្មណ៍ខ្លាំងពាក់ព័ន្ធទៅនឹងព័ត៌មានយុវជន2នាក់បានធ្វើការលួចទឹកដោះគោក៏ដូចជាកេះឡាំងពីរមាក់កង់3ដែលកំពុងតែបើកនៅតាមដងផ្លូវបាទនៅពេលនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះពាក់ព័ន្ធទៅនឹងបុរស2នាក់នគរបាលខណ្ឌទួលគោកខាត់ខ្លួនយុវជនចំនួនម្នាក់ករណីលួចទឹកដោះគោពីកេះតាមផ្លូវសាធារណៈចំណែកម្នាក់ទៀតសមត្ថកិច្ចក៏កំពុងតែបន្តស្វែងរកចាប់ខ្លួននៅថ្ងៃទី31ខែឧសភាឆ្នាំ2025វេលាម៉ោងប្រហែល 17:20 នាទីនេះបើយោងតាម account Facebook មួយដែលបានបង្ហោះដែលមានខ្លឹមសារថាមានករណីជនសង្ស័យចំនួន2នាក់ភេទប្រុសបានធ្វើសកម្មភាពលួចបើកទ្វារកន្ទុយរមាក់លួចយកទឹកដោះគោចំនួន2កេះស្ថិតនៅលើដងផ្លូវម៉ៅសេតុងក្រុមទី9ភូមិ2សង្កាត់ផ្សារដើមគោខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2025វេលាម៉ោងប្រហែល 16:46 នាទីក្រោយពីទទួលបានព័ត៌មានពីការបង្ហោះរបស់ account Facebook ខាងលើកម្លាំងជំនាញផ្នែកកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានចុះទៅបើកការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យមួយនាក់ដែលមានឈ្មោះថាឆេងសុកលេងហៅអាខ្វេឈ្មោះឡូយទៀតបងប្អូនភេទប្រុសអាយុ35ឆ្នាំជាជនជាតិខ្មែរឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខផ្លូវលេខ336ក្រុមទី28ភូមិ10សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញរួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីអនុវត្តនីតិវិធីចំណែកឯបកពួកម្នាក់ទៀតដែលមានឈ្មោះថាជុកបានរត់គេចខ្លួនបាត់ស្រវោលជនសង្ស័យទី1មានឈ្មោះថាឆេងសុកលេងហៅអាខ្វេភេទប្រុសអាយុ34ឆ្នាំជាជនជាតិខ្មែរមុខរបរហ្នឹងគឺមិនពិតប្រាកដទេគឺដើរលួចតាគេបងប្អូនមិនពិតប្រាកដស្នាក់នៅកន្លែងស្នាក់នៅក៏មិនពិតប្រាកដដែរត្រូវបានឃាត់ខ្លួនចំណែកឯជនសង្ស័យទី2មានឈ្មោះថាជុកភេទប្រុសអាយុប្រហែល33ឆ្នាំជនជាតិខ្មែរដូចគ្នាជាបកពួកបានធ្វើសកម្មភាពរត់គេចខ្លួនបាត់ជនរងគ្រោះជាម្ចាស់រមាក់គឺកំពុងតែធ្វើការស្រាវជ្រាវដើម្បីដាក់ពាក្យបណ្ដឹងអនុវត្តតាមនីតិវិធីបច្ចុប្បន្នជនសង្ស័យខាងលើកំពុងតែឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរក៏ដូចជាកសាងសំណុំរឿងបញ្ជូនទៅកាន់អាយកាអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់បងប្អូនហើយលួចទាំងថ្ងៃតែម្ដងបងប្អូនយុវជន2នាក់គឺគាត់បានបើក